ប្រឡែងត្រីប្រឡែងសត្វបានបនចុះប្រឡែងឆ្មាបានបនអត់មានចៅមួយសួរលោកតាអញ្ចឹងចៅប្រឡែងអីក៏ដោយចៅឲ្យតែសត្វអីក៏ដោយប្រឡែងបានបនទៅទាំងអស់ណាចៅឲ្យតែយើងមានចិត្តប្រឡែងគឺបានបនទាំងអស់ណាចៅតែប្រឡែងត្រូវសំខាន់ត្រូវមើលទីតាំងសំខាន់ណាស់ចៅប្រឡែងមួយហើយតែត្រូវមើលទីតាំងប្រឡែងបានបននេះចៅបើតាមទេវតារក្សាតាលោកមានបន្ទូលថាឲ្យតែចិត្តរបស់ចៅគិតថាចង់ប្រឡែងសាទណាឈប់មានការបៀតបៀនគេវាបានបនបាត់ទៅហើយចៅគ្រាន់តែមានបំណងលែងចង់បៀតបៀនសាទអីទាំងអស់ចង់ប្រឡែងឲ្យគ្នាមានសេរីភាពគឺបានបននៅពេលដែលចៅកំពុងតែគិតនឹងឯងចៅមិនតន់ចៅទៅប្រឡែងផងឲ្យតែមានចិត្តអញ្ចឹងគឺបានបនណាចៅអញ្ចឹងហើយបានតាអាសាមានបន្ទូលនឹងចៅសំខាន់ធ្វើចិត្តឲ្យល្អបានវាកើតឡើងនៅចិត្តល្អនឹងឯងចៅចិត្តគ្មានគំនុំគ្មានការបៀតបៀនសាទចិត្តអត់ច្នៃឈ្នានេះលះបង់ការខឹងក្រោធអីចឹងគឺបនណាចៅជាបនណាប្រឡែងសាទគឺបានបនណាចៅតែសំខាន់មើលទីតាំងសំខាន់ណាចៅបើចៅប្រឡែងឆ្មាអញ្ចឹងចៅឆ្មាស្រួលទេចៅប្រឡែងទីណាក៏ស្រួលដែរចៅណាព្រោះវាងាយចិញ្ចឹមជីវិតដោយខ្លួនឯងបានព្រោះវាស៊ីចំណីតិចសត្វឆ្មាគឺងាយចៅយកទៅកលែងទៅព្រៃកលែងណាមួយស្ងាត់ឆ្ងាយពីភូមិស្រុកមនុស្សក៏វាអាចក្រោះបានដែរព្រោះឆ្មាវាប្រកែខាងចាប់ចំណីកាពះវាទូចតែចំណីសត្វណាមួយល្អិតណាមួយក៏វាឆ្អែតមកប៉ោះដែរតែបើប្រឡែងឆ្កែអានឹងពិបាកបន្តិចឯចៅណាឆ្កែខាងចៅខ្លះលែងចំយកទៅដាក់វត្តចៅហើយចៅហើយឆ្កែខ្លះឆ្កែមេយកទៅដាក់វត្តចៅកើតកូនកើតចៅពេញវត្តអារាមនោះអាហ្នឹងវាពិបាកចៅការចាត់ប្រឡែងគឺបានបនដែរចៅមិនបាច់ទៅដល់ប្រឡែងទេគឺគ្រាន់តែគិតប្រឡែងហ្នឹងបានបនដែរតែសំខាន់ពេលចៅប្រឡែងទៅនេះទីតាំងដែលចៅប្រឡែងនេះសំខាន់ណាចៅណាបើចៅទៅប្រឡែងក្នុងវត្តនឹងកើតកូនកើតចៅទៅនឹងជារឿងឆ្កែព្រោះឆ្កែវាត្រូវការអាហារច្រើនហើយសត្វដែលចៅធ្លាប់ចិញ្ចឹមដូចឆ្កែអញ្ចឹងវាពិបាកក្នុងការរកចំណីឆ្អែតប៉ោះបើចៅយកទៅដាក់វត្តអារាមគិតថាមិនល្អទេចៅណាព្រោះអាចនោមវាជុះក្នុងវត្តអារាមអីចឹងគួរឲ្យណាក់ស្រែណាក់ស្រុកណាមួយដែលត្រូវការយកគេយកទៅមិនបាច់គិតថាគេយកទៅចិញ្ចឹមឬយកទៅអីទេតាមនឹងទៅបើយើងអស់និស្ស័យនឹងសត្វហើយតាមមើលឃើញចៅខ្លះប្រឡែងត្រីពួកចិត្តប្រឡែងគឺបានបន់ឲ្យដោយតានិយាយមិនហ្នឹងមិនចាំបាច់ធ្វើទេគ្រាន់តែចិត្តប្រឡែងបៀតបៀនសត្វវាបានបន់តែទីតាំងប្រឡែងអាចចិត្តខ្លះចិត្តចៅខ្លះមានចិត្តល្អចង់ប្រឡែងត្រីវាបានបន់មួយឲ្យចិត្តចង់ប្រឡែងប៉ុន្តែយកត្រីទៅប្រឡែងនោះទៅទិញអាត្រីដែលគេចិញ្ចឹមចៅត្រីភាគច្រើនគេចិញ្ចឹមត្រីណាដែលមនុស្សចិញ្ចឹមមើលថែតាំងពីទូចវារស់ដោយអាស្រ័យចំណីដែលម្ចាស់ដាក់ឲ្យចៅហើយចៅទៅទិញចំអាត្រីអញ្ចឹងយកទៅប្រឡែងក្នុងទីបឹងទៅអីវាអត់ចេះរកចំណីទេចៅភាគច្រើនវាចាំតែហាមាត់ឲ្យម្ចាស់បោះឲ្យវាប៉ុណ្ណឹងទៅត្រទីតាំងដែលប្រឡែងនោះកន្លែងណាដែលមានចំណីច្រើនអានឹងប្រឡែងចោះហើយមើលទឹកមើលថាត្រីយើងយកប្រឡែងនោះអាចត្រូវរស់នឹងទឹកនឹងអត់វាអញ្ចឹងទៀតប្រកាន់ទឹកទៀតចៅត្រីខ្លះពួកចៅចិញ្ចឹមត្រីដឹងហើយចៅបើទឹកខុសពីខ្លួនធ្លាប់រស់នៅរស់ដំបងពិបាកណាចៅរស់ពិបាកដែលចៅខ្លះទៅទិញអន្ទង់គេចិញ្ចឹមតាំងពីទូចដែរមិនអន្ទង់ស្រែទេយកទៅបន្លែងក្នុងទន្លេដែលមានទឹកដីខ្សាច់ឬស្រះដែលមានទឹកដីខ្សាច់ហើយអន្ទង់គ្នារស់មិនកើតចៅធម្មតាអន្ទង់វាចូលចិត្តផុកល្បាបចៅណាហើយចំណីអាហារក៏អត់សូវចេះរកស៊ីដែរព្រោះយើងចិញ្ចឹមតាំងពីទូចមកតតែដាក់ចំណីឲ្យវាហើយចៅខ្លះប្រឡែងអណ្ដើកតាឃើញច្រើនដែរចៅ
យកបលែងដើរក្នុងស្រះដែលជ្រៅដើរទឹកក្នុងជ្រៅខ្លះវាអត់ចេះរស់ទេចៅហានដើរខ្លះគេចិញ្ចឹមតាំងពីទួចទៀតត្រូវការចំណីអត់ចេះច្រចំណីខ្លួនឯងទេភាគច្រើនទៅយើងដាក់ឲ្យវាស៊ីបានវារស់កើតហើយលែងទឹកជ្រៅពេកក៏វាពិបាកក្នុងការរស់ដោយតានិយាយមិននោះគ្រាន់តែចាត់ជើងចង់បលែងគឺបានបន់ហើយសំខាន់ទីតាំងបលែងតាប្រយ័ត្នថាទីតាំងបលែងប្រយ័ត្នជើងថ្ងៃណាមួយជាតិណាមួយយើងអត់បានចម្រើនបន់ចោលអត់បានចម្រើនបន់យើងផ្លេចធ្វើបន់ធ្វើបាបច្រើនទៅយើងកើតជាសត្វអេរឆានតែទៅជាតិណាមួយយើងអត់បានធ្វើបន់អញ្ចឹងទៅកើតជាសត្វអេរឆានទៅហើយផលបន់ដែលយើងធ្លាប់បានបលែងសាទហ្នឹងដេរឆាននេះត្រូវគេចាប់បានយកទៅបលែងដូចគ្នាទៅបលែងក្នុងទឹកដែលខ្លួនរស់ពិបាករកចំណីអត់បានហ្នឹងវារស់យូរវាកាន់តែពិបាកតម្រាំគ្នាស្លាប់ទៅខ្លាចចោលមានកម្មអញ្ចឹងបានតាថាបលែងឲ្យមើលទីតាំងឲ្យច្បាស់សាច់សាទីតាំងតែចិត្តបលែងចិត្តជាបំណងបលែងគឺបានបន់ណាចៅបានបន់ប៉ុន្តែសំខាន់យើងយកទៅដាក់ទីណាទៀតនោះខ្លាចវាមានកាមអុយផលដល់ចៅនៅជាតិណាមួយទៀតនេះប៉ុណ្ណឹងណាចៅណាតានិយាយប៉ុណ្ណឹងនេះតានិយាយនេះគឺនិយាយទៅតាមអ្វីដែលតាសួរអំពីទេវតាផងដែរចៅណាមិនមែនតាបញ្ញាតានិយាយដោះស្រាយដោយតាទេគឺទេវតាព្រះគ្រូតារក្សាតាហ្នឹងគឺតាសួរអត្តន័យលោកព្រោះលោកមានប្រាជ្ញាខ្លាំងក្នុងការដឹងកម្មរបស់សត្វអញ្ចឹងចៅណាតាក៏ដោះស្រាយទៅតាមនឹងនិយាយប៉ុណ្ណឹងសង្ខេបប៉ុណ្ណឹងចៅ